ពូផឹកស្រាអីបានជាធូថ្លៃម្លេះបាទមិនទាន់ដល់ម៉ោងថ្ងៃត្រង់ផងសវឹងឡើងជោគជាំបើករថយន្តបុកគេហើយបើករថពេលគេដេញតាមខាត់បានដេកលុឈឹងស្ទះគេស្ទះឯងពេញផ្លូវហើយមិនព្រមដោះស្រាយសងរថយន្តគេទៀតបាទមិនព្រមដោះស្រាយសងរថយន្តគេទៀតហើយបុកតាំងពីផ្លូវជាតិលេខ4រត់មកដល់ផ្លូវវិញស្រេងបងប្អូនបាទនេះបងប្អូនមើលឲ្យហើយបងប្អូនបាទហើយមិនដឹងជាលោកពូគាត់ហូបស្រាអីទេបាទបានជាសវឹងទាំងថ្ងៃត្រង់តែម្ដងបាទនេះមិនទាន់ដល់ម៉ោងបាយថ្ងៃត្រង់ផងណាបងប្អូនបាទគាត់សវឹងប៉ុណ្្នឹងទៅហើយបាទសវឹងជូកជាំបើកបុកគេបុកឯងប៉ុណ្្នឹងទៅហើយហើយចូលទម្រាំតែល្ងាចជាងនឹងទៀតមិនដឹងជាយ៉ាងណាទេបាទនេះបងប្អូនមើលឲ្យហើយបាទមើលឲ្យហើយបងប្អូនមិនដឹងជាប្តីពីណាប្តីពីណីទេបងប្អូនអូយបាទសវឹងឡើងជូកជាំតែម្ដងបាទអូលោកឲ្យលោកហើយលេងចឹងអីវ៉ាន់ណាបងប្អូនបាទហើយយកមាត់ទៅទុកនៅណាទៅបាទលេងមិនទាន់បាយថ្ងៃត្រង់ផងហើយស្រាប់តែសវឹងជូកជាំទៅហើយបាទបើកបុកគេបុកឯងដល់ពេលគេដេញចាប់បានបែរជាដេកលក់ឈឹងបាទអត់មានព្រះអីតិចនេះបាទដេកលក់តំណងរបស់គាត់ពេលគេចាប់បានហើយស្ទះគេស្ទះឯងអត់ព្រមទៅណាទៅណីឥឡូវយើងឃើញថាគាត់អត់មានការដំណោះដោះស្រាយឥឡូវគាត់សម្គាល់ខ្លាំងឥឡូវចូលដេកក្នុងរថយន្តមកកាច់អីចូលដេកបាត់ទៀតហើយបាទឥឡូវដេកបាត់ទៀតហើយបាទប្រិមត្តទៀតបាទឥឡូវយើងឃើញហើយនេះរថយន្តគ្រូពណ៌សនេះបាទក្នុងការបាយស្អប់បាទចម្រៀងខាងស្ដាំនិងកាងផ្នែកខាងមុខចម្រៀងខាងស្ដាំដែរបាទហើយនឹងកង់យើងឃើញហើយបាទកង់រថយន្តគឺបែកហើយដាច់កលេតែកង់អត់ប្រិមត្តទៀតបាទកលេក្នុងបាទបាត់បាទឥឡូវដេកបាត់ទៀតហើយបាទប្រិមត្តទៀតអើយបាទបងប្រុសអត់ដោះស្រាយបាទដោះស្រាយឲ្យភាគីម្ខាងទៀតគាត់ទាមទារតែ20,000ហើយបងប្រុសនេះបាទគឺម្ចាស់រថយន្តលុចស៊ីបាទប្រិមត្តទៀតគាត់ទាមទារដល់សំណង$50ចាប់រឿងហើយបាទប្រិមត្តជននេះជារថយន្តលុចស៊ីដោយរថយន្តគ្រូធ្វើដំណើរពីក្រោយរថយន្តលុចស៊ីផងដែរហើយក៏បានបុកបាទប្រិមត្តជននឹងចំចំហៀងកាងបាទខាងក្រោយចំហៀងខាងឆ្វេងរថយន្តបាទដោយមកតាំងពីផ្លូវជាតិលេខ4ក្នុងសង្កាត់បាទចំចៅ3ខាងពោធិ៍សែនជ័យហើយរថយន្តបាទព្រុសពណ៌សមួយគ្រឿងទៀតនោះដែលបុកគាត់នោះគឺជាជាងបើករថរហូតមកដល់ហើយឃើញហើយគឺបង្កមានការផ្លាក់ផ្អាតហើយគឺទឹកមួយចម្រៀងខាងស្ដាំផងដែរណាបាទហើយកង់រថយន្តនោះគឺសឹកបាទចិត្តដល់ពវៀនផងបាទប្រិមត្តយើងបាទហើយយើងឃើញហើយមុខរថយន្តគឺទឹកតែម្ដងបាទចម្រៀងខាងស្ដាំរថយន្តនេះចូលយ៉ាបាទប្រិមត្តបាទសំណាងនោះគឺមិនមានអ្នករងរបួសឬបាត់បង់អាយុជីវិតទេបាទអង្គការពុទ្ធាចំពោះរថយន្តទាំងសងខាងតែម្ដងបាទលើបាត់កិច្ចដាស់ភាសាទៀតហើយអើយបាទបងប្រុសអត់ដោះស្រាយឲ្យគេទៅបងដោះស្រាយទៅបញ្ចប់រឿងហ្មងបាទប្រិមត្តជនអាសាភាគីម្ចាស់រថយន្តមកលុចស៊ីម្ខាងទៀតគាត់សុំតែសំណង20,000រៀលទេបាទដើម្បីបញ្ចប់រឿងអញ្ចឹងបងសុំតែ20,000ទេបញ្ចប់រឿងបានណាបាទ20,000រៀលបាទបញ្ចប់រឿងឲ្យលុយនៅក្នុងកាបូបឡើងមកកំព្រុះមកកំលៀនអើយបាទបងប្រុសហើយបងប្រុសបាទករណីចរាចរណ៍បុករថបាទសម្រាប់បាទបងប្រុសដែលជាម្ចាស់រថយន្តនោះគាត់เป็นแบบនេះបាទថាគាត់ប្រាប់លេខទូរស័ព្ទសមត្ថកិច្ចតាក់ទងទៅបងប្អូនបាទប្រិមត្តដោយមិនមានការខកចូលទេបាទលើកម្លាំងសមត្ថកិច្ចរបស់យើងផ្នែកចរាចរណ៍នៅខណ្ឌពោធិ៍សែនជ័យបាទកំពុងតែសួរនាំគាត់បន្ថែមបាទភាសាគាត់និយាយដូចជាពេលវ័នទៅហើយបាទប្រិមត្តបាទអញ្ចឹងសូមប្រិមត្តជនពុកម៉ែបងប្អូនយើងបាទចូលរួម
គ្រប់ច្បាប់ចរាចរណ៍ណានិងបង្កើនការប្រុងប្រយ័ត្នពេលបើកបរកុំហូបបាទចុកពេលការបើកបរណាបាទវាអាចកើតឡើងដូចជាគ្រោះថ្នាក់កើតឡើងដូចជាករណីមួយអញ្ចឹងបាទប្រិមត្តយើងនៅតាមបណ្ដោយផ្លូវវេស្រីយើងនេះបាទឥឡូវយើងឃើញហើយរថយន្តគឺនៅឆ្ងាងលើផ្លូវតែម្ដងបាទប្រិមត្តទូជនយើងនេះជាម្ចាស់រថយន្តបាទប្រិមត្តមើលទៅគឺសំខាន់ខ្លាំងតែម្ដងcô chân có mà đi thấy mát đang cuốn anh vẫn rồi cha tay ơi គាត់ស្វាងបងណាមើលទៅអូបាទប្រិមត្តគាត់ហើយជាស្វាងបាទឥឡូវកម្លាំងសមត្ថកិច្ចកំពុងតែយកលេខទូរស័ព្ទបាទបោះសាច់នេះរបស់គាត់ដើម្បីតំណាក់តំណងឥឡូវនេះគឺគាត់បាទឈរនិយាយឡើយសូវដឹងអីហើយបាទប្រិមត្តយើងបាទហើយតំណែងរថយន្តគឺនៅចង្ងាងលើផ្លូវតែម្ដងបាទប្រិមត្តបាទឥឡូវកម្លាំងមកទឹកតាក់តងតេចូលលេបាទវាបំផុតអាចគឺតាមទៀតបាទតាមទៅបាទប្រកបឲ្យកំពុងឡើងសមាជិកគាត់ថាឡើងរបៀបអស់ហើយបាទប្រិមត្តយើងបាទ